ជនរងគ្រោះថាយោធាស័ក5ម្នាក់យកលុយជិត$30,000រត់ការឲ្យចូលក្របខ័ណ្ឌតែមិនបានសម្រេចហើយមិនទទួលខុសត្រូវទោះបីមានសារក្រមពីតុលាការយ៉ាងណាក្តីមនុស្សយើងពិតជាសាហាវណាស់ឃើញក្តាមមឈូសបានស្រក់ទឹកភ្នែកនៅពេលដែលអត់ស្រេកឃ្លានគ្រប់យ៉ាងហ៊ានកុហកសម្ដីខ្លួនឯងហើយក៏មិនខ្វល់ពីការទុកលំបាកពីអ្នកដទៃហ៊ានលួងលោមឲ្យអ្នករងគ្រោះទៅបន់លុយធនាគារជំពាក់វ៉ាន់ករហូតដល់មានបញ្ហាក្នុងគ្រួសារចាយផ្លូវគ្នានៅព្រឹកថ្ងៃទី23ខែតុលាឆ្នាំ2025បើយោងតាមលោកអបថជាអ្នករងគ្រោះបានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនជាមួយប្តីប្រពន្ធក៏បានលើកឡើងរឿងដែលលាក់ទុកយូរតាំងពីចុងឆ្នាំ2023ជាមន្ត្រីយោធាម្នាក់ឈ្មោះគៀតសារ៉េតមានឋានន្តរស័ក្តិវរស្នីឯកអត្តលេខ033396ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់ក្រសួងការពិជាតិបានលួងលោមជនរងគ្រោះឲ្យរកប្រាក់ជាង$20,000ដើម្បីឲ្យឈ្មោះគៀតសារ៉េតរត់ការចូលក្របខ័ណ្ឌមន្ត្រីយោធាស្របច្បាប់តែអកុសលពេលបានលុយក្នុងដៃហើយគឺមានលេសគ្រប់យ៉ាងរហូតដល់សប្តាហ៍ថ្ងៃនេះជនរងគ្រោះបន្តទៀតថាឈ្មោះគៀតសារ៉េតរូបនេះបានប្រាប់ខ្ញុំថាគ្រប់យ៉ាងឯងឃើញអស់ហើយអញដើរជាមួយថ្នាក់កម្ពូលផ្កាយ2ផ្កាយ3នៅក្រសួងការពិជាតិមានឋានៈជាអនុប្រធាននិងប្រធាននាយកដ្ឋានក៏អាចខ្សឹបបានដែរកុំបារម្ភអីបើមិនបាននោះទេអញនឹងយកលុយឲ្យឯងវិញភ្លាមទីបំផុតការសន្យាប្រែក្លាយជាខ្យល់អស់ហើយមានតែផ្លូវច្បាប់ទេដល់ពេលវគ្គតុលាការបានចេញសារក្រមយ៉ាងណាក្តីមន្ត្រីយោធារូបនេះនៅតែប្រើសម្ដីភូតកុហកដដែលជាដដែលហើយបានគំរាមជនរងគ្រោះមិនឲ្យប្តឹងផ្ដាល់តែបើហ៊ានប្តឹងលុយទាំងអស់ដែលជំពាក់នោះមិនសងដាច់ខាតនៅតុលាការយោធានោះតង់អស់ណាប្រធានអัยការតុលាការយោធាហ្នឹងគាត់រៀននៅសូបារ៉ាំងបងតាប៉ុន្តែយើងទៅនិយាយស្អីទៅអួតអាងអីយើងនិយាយតែផ្លូវច្បាប់ពេញទៅហើយក៏មិននិយាយហើយតែពាក្យតែប្តឹងផ្ដាល់គេលែងឲ្យហើយអាហ្នឹងគេពាក្យតែប្តឹងផ្ដាល់តែប្តឹងហើយគេលែងឲ្យគេទុកផ្ដាល់គ្នាប្តឹងផ្ដាល់គ្នាហ្នឹងជុំវិញករណីខាងលើនេះដែរនៅរសៀលថ្ងៃដដែលនេះសារព័ត៌មាន TNM ព្យាយាមសុំការបំភ្លឺក្រុមមធ្យោបាយដើម្បីទំនាក់ទំនងតាមលេខទូរស័ព្ទតែចូលហើយមិនលើកសោះចំណែកប្រពន្ធរបស់លោកគៀតសារ៉េតបានត្រឹមតែឆ្លើយដូចជាហើយខ្ញុំទទួលបានប្រភពព័ត៌មានមួយតាក់ទងនឹងរឿងយកលុយរត់ការបងស្រីខ្ញុំអត់ដឹងផងរឿងរងការងាររបស់គាត់គឺខ្ញុំអត់ដឹងទាំងអស់ណានៅថ្ងៃទី24 TNM ផ្ញើសារសួរហើយព្យាយាមផ្ញើសារទំនាក់ទំនងតាម Telegram បានឆ្លើយជាអក្សរដូចនេះថារឿងនៅលើតុលាការព្រោះឈ្មោះម្នាក់បានប្តឹងហើយចឹងស្រេចលើតុលាការហើយក៏គ្មានអីតាក់ទងនឹងគ្រួសារខ្ញុំដែរខ្ញុំសូមបញ្ជាក់ព្រោះអ្វីៗនៅលើតុលាការតែទោះយ៉ាងណាជនរងគ្រោះនឹងត្រៀមដាក់លិខិតអន្តរាគមន៍គោរពជូនឯកឧត្តមទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពិជាតិដើម្បីផ្ដល់ភាពយុត្តិធម៌យកឋានបុគ្គលិកបណ្ដឹងនៅក្រសួងមកជីទៅក្រសួងការវិជាព្រោះថាអ្នករងគ្រោះទាំងប្តីប្រពន្ធនេះជាពលរដ្ឋស្លូតត្រង់ជានាយករងវិទ្យាល័យអប់រំពិសេសគ្រូបង្គោលសាលាកុមារពីការភ្នែកកោថ្លង់បម្រើសង្គមជាច្រើនឆ្នាំមកហើយជាចុងក្រោយនេះដែរលោកអបថនិងភរិយាស្នើសុំដល់មហាជនមេត្តាកុំដើរផ្លូវដូចខ្ញុំហើយសូមស្គាល់បុគ្គលវរស្នីឯកគៀតសារ៉េតនេះឲ្យបានច្បាស់ជាពិសេសសូមប្រធាននាយកដ្ឋានដែលពាក់ព័ន្ធនៅក្នុងក្រសួងការពិជាតិមេត្តាពិនិត្យទៅលើមន្ត្រីរូបនេះឲ្យបានត្រឹមត្រូវបំផុតដែលអាចធ្វើឲ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំក្រសួងការពិជាតិព្រោះកន្លងមកក៏ធ្លាប់មានបញ្ហាម្ដងរួចទៅហើយបងប្រាប់ថាបងធ្វើហើយហើយបងបោកប្រាស់លុយប៉ុណ្ណឹងទៅណាបងសួរចេះតើបងថាបានហើយមិនបាច់ទៅទេឆ្វេងស្ដាំអញ្ចឹងងាប់ឥឡូវអីអារឿងពើពុកលួយមិនត្រូវមកជាប់ទាំងបងជាប់ទាំងវាអាធឿននោះក៏ដែរដូចគ្នាដូចចលោកពឹសចុង
ជុំវិញករណីខាងលើនេះដែរធីនអឹមមិនអាចសុំការបំភ្លឺជាងនេះទៅទៀតពីប្រធាននាយកដ្ឋានរបស់លោកគៀតសារ៉េតនិងអ្នកនាំពាក្យក្រសួងការពារជាតិបានទេព័ត៌មានលម្អិតមិនទាន់ប្រមូលសរុបយន្តការហើយទូរទស្សន៍អនឡាញធីនអឹមនឹងខិតខំផ្សព្វផ្សាយដើម្បីឲ្យប្រមុខថ្នាក់ដឹកនាំក្រសួងការពារជាតិនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជ្រាបចំពោះព័ត៌មានខាងលើនេះដូចជាអយុត្តិធម៌សម្រាប់ពលរដ្ឋរងគ្រោះសូមសំណូមពរហើយភ្នាក់ងាររបស់ធីនអឹមរងចាំការបំភ្លឺជាមួយអ្នកដែលពាក់ព័ន្ធគ្រប់ម៉ោងពេលវេលាធ្វើការរដ្ឋបាលប្រូវីដាទឹកស្ព្រីងបូកគោរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិ